កុំចាត់ព្រាយមកក្រាបគូបាហើយក៏ជាថ្នាំដោសដល់ប្រកាយស័ក្តិសិទ្ធិផងដែរចាស់ពីដើមគាត់យកមកដោសគាត់យកមកត្រាំថ្នាំសម្រាប់បនសាបអវិជ្ជានិងអំពើខ្មៅជាពិសេសត្រូវមុនវិជាខ្មៅគ្រូចាស់ពីដើមក៏តែងតែយកមកដោសមិនថាចាស់ពីដើមទេសំបីតែសប្តាហ៍ថ្ងៃគ្រូច្រើនមែនតើប្រើខាងថ្នាំជាពិសេសគឺឆ្អឹងខ្លាតែម្ដងហើយខ្ញុំបាទសូមបញ្ជាក់បើសិនបងប្អូនមានណាដើរព្រៃបានខ្លារបស់ខ្មែរយើងណាតើបងប្អូនអើយមិនធ្ងន់ទេហើយក៏ជាប្រភេទឱសថដ៏កម្រផងដែរបើសិនយកមកដោសសំបីតាឈឺពោះអត់ដឹងមុខអត់ដឹងខ្យល់យកដោសរួចមកលាបស្បេលើពោះក៏ធូរក៏ស្រាលដែរណាបងប្អូនដូច្នេះនេះជាឱសថប្រកែស័ក្តិសិទ្ធិមែនតើអាចនិយាយថាត្រូវ100គុណជាពិសេសគឺថ្នាំជាលក្ខណៈថាវត្ថុស័ក្តិសិទ្ធិផងដែរការពារនៃវិជាខ្មៅគោបានៃមុនវិជាខ្មៅទាំងឡាយគឺការពារបានមែនតើណាឯងបတ်ពិសោធន៍ការប្រើប្រាស់ជាក់ស្ដែងគឺបែបហ្នឹងមែនតើជាចុងក្រោយខ្ញុំបាទអ្នកសិមរៀបសូមអរគុណច្រើនសម្រាប់បងប្អូនដែលបានមើលហើយ